នេះចំការក្រូចរបស់យើងចាប់តាមធ្វើការប្រមូលផលបន្តទៀតទេណាដើមក្រូចណាគឺចង់អស់ផ្លែហើយដោយសារយើងប្រមូលផលវាហើយអញ្ចឹងវាចិត្តអស់ហើយប្រមូលផលអស់យើងធ្វើការដាក់ជីវាបន្ថែមណានេះក្រូចណាក្រូចរបស់យើងណាក្រូចពោធិ៍សាត់ណាយើងធ្វើការច្រកយកទៅផ្ទះទៅហូបណាចង់ដើមយើងទុកហូបខ្លួនឯងណាអានេះយើងធ្វើការដាក់ជីរួចហើយដោយសារយើងបេះផ្លែចិត្តអស់ហើយណាបន្ថែមជីឲ្យហើយព្រោះចិត្តដាច់ទឹកភ្លៀងហើយណាចឹងយើងមើលទស្សនាមើលចំការក្រូចទាំងអស់គ្នាបន្ថែមទៀតចឹងណាដាក់ជីរួចហើយរៀងខៀវចឹងបើសិនជាយើងមានពេលទំនេរយើងអាចភ្ជួរប្រឡោះនឹងមកកន្លងទៅណាមកកន្លងហើយក្រូចជីយើងលបមកអានឹងល្អណាបងប្អូនហ្នឹងយើងមានគោយន្តឬក៏ត្រាក់ទ័រអីតូចណាត្រាក់ទ័រតូចភ្ជួរប្រឡោះក្រូចណាអាហ្នឹងយើងអាចធ្វើការភ្ជួរវាមកដើម្បីបានទទួលផលវាល្អណាអញ្ចឹងវាដាក់ជីទៅវាចាប់ដើមផុសសូត្រមកហើយណានេះបងប្អូនណាគឺវាចេញមែកមកខៀវល្អណាអញ្ចឹងមែកខៀវល្អអញ្ចឹងយើងធ្វើម៉េចយើងត្រូវធ្វើការកាច់វាចោលទុកតែត្រួយខាងលើនោះទេណាគឺយើងទុកត្រួយខាងលើណាគឺអាមែកដែលនៅខាងក្រោមនេះគឺយើងប្រឡេះវាចេញណាទុកកុំឲ្យវាស៊ីជីណាអញ្ចឹងច្រើនមែកល្អតែយើងធ្វើការប្រឡេះវាចេញណាព្រោះយើងអត់ទុកនៅខាងក្រោមនេះទេណាអញ្ចឹងខាងក្រោមនេះគឺយើងអត់ទុកទេណាគឺយើងកាត់ចេញណាយើងទុកនៅខាងចុងវាវិញណាឲ្យវាមកចេញមកខាងចុងនេះវិញហើយយើងធ្វើការបាញ់សម្រាប់សត្វល្អិតនេះណាតកៅណាចឹងយើងបេះមើលនេះមើលនេះណាតកៅណាអញ្ចឹងយើងអាចបាញ់ថ្នាំតកៅវាណាតកៅសញ្ញេស្លឹកណាអញ្ចឹងមែកទុយចេះយើងអាចធ្វើការប្រឡេះចេញណាយើងអត់ទុកទេអញ្ចឹងនៅខាងក្រោមគឺយើងប្រឡេះចេញទាំងអស់ណានេះគាត់ណាពេចមកគឺតកៅវាចាប់ដើមមករោស៊ីណាពងរុយពងអីហ្នឹងវាពងដាក់អញ្ចឹងតកៅណាតកៅវាស៊ីត្រួយហ្នឹងណាអញ្ចឹងយើងកុំភ្លេចបាញ់ណាពេលដែលចេញត្រួយមកគឺយើងបាញ់ត្រួយថែត្រួយឲ្យវាស្អាតណាហើយគល់នេះយើងអាចធ្វើការសម្អាតស្មៅវាចេញណាកុំឲ្យសម្ោចប្រភេទសម្ោចជាពិសេសប្រភេទសម្ោចហ្នឹងគឺចង្រៃខ្លាំងណាស់យើងសម្អាតគល់វាស្អាតហើយយើងធ្វើការបាញ់ថ្នាំវាទៅដើម្បីឲ្យវាល្អណាតែកាលណាត្រួយល្អគឺចេញក្តាប់មកទៀតហើយណានេះវាចេញក្តាប់បដាមកទៀតហើយណានេះក្តាប់ណាចេញក្តាប់បដាមកទៀតហើយណាអញ្ចឹងខែនេះខែ10ពាក់ចុងខែ10ហើយអញ្ចឹងតែកាលណាវាលាស់ត្រួយមកនេះគឺបន្ទាប់ពីយើងបាញ់ត្រួយនេះវារៀងចាស់បន្តិចទៅវាចាប់ដើមធ្វើការចេញក្តាប់អញ្ចឹងធ្វើការចេញក្តាប់យើងថែម្សាហ្នឹងទៅវាបានផ្លែល្អខែនេះវាអត់សូវជ្រុះវាឆ្ងាញ់ជាងខែវស្សាអញ្ចឹងណាបាទអរគុណច្រើនបងប្អូនណា